សូមអរគុណខ្ញុំសូមជម្រាបថាការប្រឡងសញ្ញាបត្រទុតិយភូមិដែលហៅថាបាក់ឌុបឆ្នាំ2026នេះជារួមគឺដោយបណ្ដាឆ្នាំមុនដែរគឺយើងបានរៀបចំទៅដោយរលូនក្នុងនោះមានការចូលរួមសហការពីក្រសួងអប់រំយុវជននិងកីឡាមានដំណាក់អង្គភាពឆាំងធ្វើពុករលួយមានទីអង្គភាពពាក់ព័ន្ធទាំងអស់ហើយយើងបានរៀបចំនេះគឺជារួមគឺយើងបានបង្កលក្ខណៈឲ្យសិស្សានុសិស្សមកប្រឡងបាននឹងងាយស្រួលក្នុងនោះយើងបានរៀបចំទីមួយគឺតាំងពីបញ្ហាចរាចរណ៍បាទតាមផ្ទះសំណាក់នានាគឺយើងបើថាបងប្អូនយើងមកស្នាក់នោះគឺមិនឲ្យមានការដំឡើងថ្លៃទេអាហារដ្ឋានជាការរៀបចំសម្រាប់ស្នប់ផ្សេងគឺយើងបានរៀបចំគ្រប់ដោយបណ្ដាឆ្នាំដែរបាទហើយគ្រូពេទ្យតាមមណ្ឌលគឺមានឡានពេទ្យសម្រាប់ត្រៀមពេលក្រែងបងប្អូនមួយមានបញ្ហាសុខភាពបាទហើយយើងបានរៀបចំការផ្ញើកង់ផ្ញើម៉ូតូនេះគឺមិនមានបងកម្រៃអ្វីទេហើយការស្នាក់នៅក៏យើងបានរៀបចំដែរសម្រាប់បងប្អូនដែលគ្មានលទ្ធភាពគឺយើងមានរៀបកន្លែងស្នាក់នៅក៏ប៉ុន្តែសូមជម្រាបថាកន្លងមកប្រហែលឆ្នាំចុងក្រោយនេះមិនឃើញមានបងប្អូនមកស្នាក់នៅតាមកន្លែងយើងបានរៀបចំទេបានបងប្អូនមកស្នាក់នៅតាមផ្ទះបងប្អូនគាត់ឬក៏ផ្ទះមិត្តភ័ក្តិផ្ទះអីហើយលទ្ធភាពរបស់បងប្អូនគឺមានការប្រសើរឡើងបាទហើយជាការចាប់អារម្មណ៍របស់ខ្ញុំគឺសម្រាប់ការប្រឡងនេះគឺតាំងពីមានការរៀបចំបាទអាដាមរដ្ឋាភិបាលឧបនាយករដ្ឋមន្ត្រីសអប់រំសហការជាមួយអង្គភាពពាក់ព័ន្ធទាំងអស់ជាពិសេសគឺមានអង្គភាពចាំងធ្វើពុករលួយចូលរួមមានសសជាកចូលរួមនេះជាឃើញថាបងប្អូនមេដាបេដាសិស្សក៏ដូចជាបងប្អូនសិស្សានុសិស្សទុកមានការយល់ដឹងច្រើនមែនទែនហើយពីមួយថ្ងៃទៅមួយថ្ងៃពីឆ្នាំទៅឆ្នាំគឺការប្រឡងហាក់ដូចជាកាន់តែរលូនហើយល្អយើងអត់ពិបាកដូចបណ្ដាឆ្នាំយូរហើយគឺយើងពិបាករៀបចំស្មុគស្មាញណាប៉ុន្តែមកដំណាក់កាលក្រោយនេះគឺងាយស្រួលមែនទែនភាសាសម្រាប់ក្មួយជាបេក្ខជនប្រឡងនេះគឺថាធ្វើម៉េចគឺក្មួយទៅតាំងស្មារតីប្រមូលនៅចំណេះដឹងដែលបានរៀនមកពេញមួយឆ្នាំសិក្សានេះដើម្បីយកមកបញ្ចេញនៅថ្ងៃប្រឡងរយៈពេល2ថ្ងៃនេះហើយនឹងឃើញថាក្មួយនឹងរក្សាបាននៅស្មារតីនឹងនោះហើយបញ្ចេញនៅចំណេះដឹងដែលក្មួយក្រេតជញ្ជក់បានពីលោកគ្រូអ្នកគ្រូហើយនឹងជូនពរឲ្យក្មួយគឺថាប្រឡងជាប់បាននិទេសល្អគ្រប់គ្នាសូមអរគុណ